ការពិព្រឹកថ្ងៃអាទិត្យទី21ខែមិថុនាឆ្នាំ2026កន្លងទៅនេះអាយដាមពេញពោធិ៍សាអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបាឡាំងជាស្ថិតនៅក្នុងភូមិបាឡាំងជាឃុំចន្ទត្រីស្រុករមាសហែកខេត្តស្វាយរៀងនៅក្នុងពិធីនេះដែរក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងខេត្តលោកស្រីប្រធានមន្ត្រីអង្គភាពនានាក្នុងខេត្តលោកនាយករដ្ឋបាលសាលាខេត្តគណៈអភិបាលស្រុកក្រុមប្រឹក្សាស្រុករមាសហែកលោកស្រីជាសប្បុរសជនលោកគ្រូអ្នកគ្រូសិស្សានុសិស្សលោកយាយលោកតានិងប្រជាពលរដ្ឋសរុបប្រមាណជាង600នាក់មានប្រសាសន៍នៅក្នុងពិធីនោះដែរអាយដាមអភិបាលខេត្តបានថ្លែងនូវក្តីរំភើបរីករាយដោយបានឃើញនៅសមិទ្ធផលជាច្រើនបានកើតឡើងនៅក្នុងវត្តបាឡាំងជាក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះដេចគុណព្រះចៅអធិការគណៈកម្មាធិការអាចារ្យវត្តក៏ដូចជាពុទ្ធបរិស័ទនិងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនៅធនធានផ្ទាល់ខ្លួនជាច្រើនផ្ដល់ជូននៅសមិទ្ធផលនានានៅក្នុងវត្តដែលយើងបានឃើញនិងមកសម្ពោធនាថ្ងៃនេះវត្តបាឡាំងជាមានអាយុកាលវ័យចំណាស់មួយក្នុងស្រុករមាសហែកដោយបានកសាងឡើងតាំងពីឆ្នាំ1873គិតមកដល់បច្ចុប្បន្ននេះមានអាយុដល់ទៅ153ឆ្នាំនិងឆ្លងកាត់ការដឹកនាំរបស់ព្រះគ្រូចៅអធិការ15ជំនាន់ហើយមកដល់បច្ចុប្បន្ននេះមានសមិទ្ធផលជាច្រើនបានកើតឡើងដោយសារតែការរួបរวมសាមគ្គីក្នុងទឹកចិត្តជ្រះថ្លាជំនឿនិងការគោរពប្រណិប័តដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនាបន្ថែមពីនេះអាយដាមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋនៅបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោមទី1សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅយុវជននិងកុមាររបស់យើងទី2សូមជួយអប់រំផ្សព្វផ្សាយនិងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងសូមព្រះដេចគុណមេត្តាជួយណែនាំឲ្យគោរពច្បាប់ចរាចរណ៍ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀនទី3សូមចូលរួមជួយថែរក្សាការពារនៅសមិទ្ធផលនានាដែលមានស្រាប់ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែងទី4សំណូមពរបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិងលើកកម្ពស់នៅអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានភូមិឃុំស្រុករបស់យើងឲ្យបានស្អាតល្អប្រកបដោយសោភ័ណភាពទី5សូមប្រជាពលរដ្ឋបង្កើនការយោគយល់អព្យាស្រ័យគ្នាឲ្យបានខ្ពស់មានសាមគ្គីភាពចូលរួមកសាងអំពើល្អនិងកាត់បន្ថយទំនាស់ផ្សេងនៅក្នុងមូលដ្ឋានដើម្បីបង្កើនភាពសុខដុមនៅក្នុងសហគមន៍របស់យើងទី6សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងជាពិសេសរន្ទះនិងខ្យល់កន្ត្រាក់ជាដើមដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលារាល់ពេលមានករណីទាំងនោះកើតឡើងទី7បន្តតាមដានទប់ស្កាត់និងបង្ក្រាបឲ្យទាន់ពេលវេលាលើករណី scam online ឲ្យអស់ពីមូលដ្ឋានដែលមានការសង្ស័យចុងបញ្ចប់នៃពិធីអាយដាមអភិបាលខេត្តបានចូលរួមនៅបច្ច័យសម្រាប់កសាងវត្តនិងចែកអំណោយមួយចំនួនទៀតដល់យាយជីតាជីប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ